រតនាបាននិយាយទៅកាន់ផានីដូច្នេះថាអ្នកនាងសូមអ្នកនាងច្រកត្រកួននេះនិងប្រលឹតនេះដាក់ចូលទៅក្នុងស្បោងមួយនេះឲ្យខ្ញុំផងព្រោះមេឃកំពុងតែភ្លៀងខ្ញុំខ្លាចលុបទៅរអស់ជ្រុះតាមផ្លូវអស់ផានីបាននិយាយទៅកាន់លោកគ្រូពេទ្យថាចាមិនអីទេលោកចាំខ្ញុំច្រកចូលទៅក្នុងស្បោងមួយនេះឲ្យលោកគ្រូពេទ្យបាននិយាយថាបានអរគុណហើយអ្នកនាងផានីបានតបទៅលោកគ្រូពេទ្យថាចាមិនអីទេលោកអូនេះលោកត្រកួននិងប្រលឹតខ្ញុំច្រកចូលទៅក្នុងស្បោងឲ្យលោកហើយណាលោកគ្រូពេទ្យក៏បានហុចលុយ30000ទៅឲ្យផានីនេះលុយបន្លែរបស់អ្នកនាងផានីតបចាស់អរគុណលោកផានីសួរតើលោកទិញបន្លែធ្វើអីច្រើនយ៉ាងនេះអូខ្ញុំទិញជាអស់ម្ដាយខ្ញុំព្រោះថ្ងៃស្អែកជាថ្ងៃច្រូតស្រូវឆ្នេះរឿងនេះសូមស្រាត្រឹមតែបើមានការខុសឆ្គងសូមអភ័យទោសរៀបលាបងប្អូន